សួស្តីបងប្អូនទាំងអស់គ្នាអ្នកណាខ្លះដែលមិនធ្លាប់ស្គាល់មរិញកងវាលគឺជាក្មេងៗតូចៗដែលអ្នកទាំងអស់គ្នាធ្លាប់ឃើញនៅតាមរូបភាពតាមវីដេអូគឺស្លៀកសម្លៀកបំពាក់ពណ៌ក្រហមប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់ដឹងអំពីមរិញកងវាលពីរប្រភេទទៀតទេនោះគឺមរិញកងវាលព្រៃនិងមរិញកងវាលដែលរស់នៅក្នុងទឹករឿងនេះគឺទទួលបានពីបងប្រុសម្នាក់ដែលគាត់ជាទាហានដែលនៅឈាមគោលដៅមួយនៅក្នុងភូមិរបស់ខ្ញុំតោះកុំឲ្យខាតពេលបងប្អូនយូរយើងចាប់ផ្ដើមចូលសាច់រឿងដែលគាត់ជួបទាំងអស់គ្នាបងប្អូនច្បាស់ជាធ្លាប់ឃើញកន្លែងរកស៊ីមួយចំនួនតែងតែដាក់កូនផ្ទះតូចហើយនឹងមានស្ករគ្រាប់ជាច្រើននៅក្នុងនោះនេះគឺជាជំនឿមួយដែលមានតាំងតែពីដើមមកដល់សព្វថ្ងៃនេះដោយគេជឿថាវាអាចជួយឲ្យមានភ្ញៀវមានមនុស្សចេញចូលកន្លែងរកស៊ីរបស់យើងតោះឥឡូវយើងមកដឹងសាច់រឿងពីបងប្រុសសីហាដែលគាត់ធ្លាប់ជួបនៅស្នាក់ការដែលគាត់ជាមរាល់ថ្ងៃបងប្រុសសីហាគឺជាទាហានដែលឈរជើងនៅក្នុងខេត្តមួយដោយទីស្នាក់ការដែលគាត់យាមនោះគឺនៅលើទន្លេមេគង្គផ្ទាល់តែម្ដងពីព្រោះថានៅតាមតំបន់ទន្លេគឺតែងតែមានអ្នកនេសាទខុសច្បាប់ច្រើនបងសីហាគាត់គឺមានតួនាទីចាំចុះចាប់ជាមួយនឹងក្រសួងជលផលនៅក្នុងតំបន់នោះដោយការសម្រាកការរស់នៅគឺនៅលើច្រាំងទន្លេផ្ទាល់តែម្ដងបើនិយាយអំពីរឿងអមនុស្សជាមួយគាត់មិនបាច់និយាយទេគាត់ថាជួបឡើងលេងខ្លាចហើយដោយគាត់ថានៅទីនេះច្រើនតែមកជាគ្រួសារមកលេងទឹកនិងខ្លះចាំកណូតឆ្លងទៅត្រើយម្ខាងដោយកន្លែងដែលគាត់ដាក់ស្នាក់ការនោះពីមុនគឺជាផែសម្រាប់រងចាំកាណូកប៉ាល់ដើម្បីឆ្លងទៅត្រើយម្ខាងពេលដែលខេត្តមិនទាន់មានស្ពានរលឹកពេលដែលគាត់ជួបលើកដំបូងគឺម៉ោងប្រហែល11យប់គាត់ថាមានសម្លេងមនុស្សមកលេងទឹកមានទាំងមនុស្សចាស់មានទាំងក្មេងដំបូងបងសីហាគាត់គិតថាគាត់យល់សប្តិប៉ុន្តែសម្លេងនោះគឺលឺម្ដងហើយម្ដងទៀតរហូតគាត់បើកភ្នែកមកគឺគាត់ឃើញស្រមោលមនុស្សមួយវងមកឈរនៅមាត់ច្រាំងដំបូងបងសីហាគេតែគិតថាជាចោរហើយក៏គាត់ស្រែកសួរម្ដងហើយម្ដងទៀតគឺអត់មានអ្នកណាគេឆ្លើយដល់តែបើកគោមកបញ្ចាំងគាត់ថាបាត់អស់ឮតែសំឡេងទឹកហើយចាប់ពីពេលនឹងមកគឺគាត់ឧស្សាហ៍ឃើញមែនតែនថ្ងៃខ្លះមកសួរគាត់ក៏មានដោយពេលគេមកសួរនឹងសួរថាស្រឡាំងចេញឬនៅហើយគាត់ថាមកដូចគ្នាហើយការស្លៀកពាក់នៅសម័យប្រហែលឆ្នាំ90ជាងបើបងប្អូនវិញបងប្អូនហ៊ាននៅឬអត់យើងចូលសាច់រឿងយើងវិញបងសីហាគាត់ថានៅថ្ងៃមួយមានភ្លៀងធ្លាក់តិចកាត់ក៏ចុះទៅយាមនៅទីស្នាក់ការគាត់ធម្មតាតែពេលដែលគាត់ចុះទៅនឹងគាត់ឃើញមានក្មេងៗប្រហែលជា 5-6 នាក់នៅលេងទឹកហើយខ្ញុំសូមបញ្ជាក់បងប្អូនមួយមរិញកុំវាលដែលរស់នៅក្នុងទឹកមិនមានខោអាវស្លៀកពាក់ដូចមរិញកុំវាលតាមព្រៃតាមផ្ទះទេនៅននរកកតែម្ដងហើយមិនមានមហូបឬស្កើគ្រូបហូហៀដូចអ្នកនៅលើគោកឡើយចូលសាច់រឿងយើងវិញបងសីហាថាគ្រាន់តែពួកវាងាកឃើញគាត់ភ្លាមគឺលោតទឹកទៅបាត់ស្រមោលឈឹងគាត់ថាលឺទៅសំឡេងទឹកហើយបន្ទាប់ពីគាត់ឃើញម្ដងនឹងមកគាត់ថាពេលយប់ដឹងតែមកសុំស្កើគ្រួបសុំនំហើយគាត់ក៏តែងតែដាក់ឲ្យជីប្រចាំចឹងបងប្អូនដែលតែងតែចូលចិត្តស្ទូត្រីឬទៅលេងមាត់ទន្លេឬកន្លែងដែលមានទឹកសូមជួយដាក់ជីស្កើគ្រួបនំហើយហៅគ្នាមកសេពសោយផងតោះឥឡូវយើងចូលសាច់រឿងយើងមួយទៀតគឺមរិញកងវាលព្រៃដែលបងប្អូនដែលរស់នៅតាមស្រុកស្រែចំការប្រកាសជាស្គាល់មរិញកងវាលមួយប្រភេទនេះរឿងនេះទទួលបានពីបងប្រុសឈ្មោះបងភីជាអ្នកស្រុកស្រែចំការម្នាក់ដែលគាត់រស់នៅក្នុងខេត្តព្រៃវែងគាត់ថា
កាលនោះគាត់នៅវ័យប្រហែល12-13ឆ្នាំគាត់ទៅមើលគោបងប្អូនដឹងហើយថាអ្នកស្រុកស្រែចំការគឺចឹងហើយបងភីថានៅថ្ងៃមួយគាត់បាត់គោមួយក្បាលដោយសារតែវាវង្វេងវងហើយគាត់ខំដើររោតាំងពីថ្ងៃរហូតដល់មេឃរៀងងឹតដើរបដើភ័យផងយំផងដោយខ្លាចត្រូវមាត់ពងរបស់គាត់ក៏បៃបន់ធ្វើម៉េចឲ្យតែបានឃើញគោគាត់មកវិញដោយសន្យាថានឹងសែនរបស់ឲ្យគេគ្រាន់តែគាត់និយាយហែភ្លាមស្រាប់តែគាត់ឃើញមានក្មេងម្នាក់តែងខ្លួនបុរាណចងក្បិនពណ៌ខ្មៅសក់ជុកកំប៉ោយហើយចង្អុលទៅព្រៃខាងលិចភ្លាមនោះបងភីគាត់រត់ទៅតាមស្រាប់តែឃើញគូគាត់មែនគ្រាន់តែឃើញភ្លាមបងភីសប្បាយចិត្តមែនតែនរួចក៏ដឹកគូយកមកផ្ទះដោយភ្លេចថាជាប់មាត់ជាប់កជាមួយគេស្អែកឡើងបងភីក៏ទៅមើលគូធម្មតាគាត់ថាអត់មានរឿងអីកើតឡើងទេនៅថ្ងៃហ្នឹងប៉ុន្តែនៅយប់ថ្ងៃហ្នឹងបងភីថាគេមករកគាត់ដុកផ្ទះតែម្ដងគាត់ថាពីដំបូងគាត់អត់ដឹងទេគាត់ឮសំឡេងគូវាផ្អើលដូចវាឃើញអ្វីមួយអញ្ចឹងគាត់ក៏ចុះទៅមើលពេលដែលចុះទៅមើលនឹងគាត់ថាមិនមានឃើញអ្វីប្លែកទេគាត់ខ្លាចក្រោមលូពស់ឬមានសត្វអ្វីមកខាំពេលដែលគាត់មើលអស់ហើយអត់មានអីគាត់ក៏ឡើងមកផ្ទះវិញពេលដែលគាត់ដើរឡើងនឹងគាត់ថាមានអីមកចាប់ជើងគាត់ដល់គាត់ងាកទៅឃើញក្មេងៗមួយវងមានអ្នកខ្លះជិះលើដំរីមានអ្នកខ្លះជិះគោគ្នាបងភីថាគាត់គ្រាន់តែឃើញគាត់នឹកឃើញថាផ្លិចសែនឲ្យគេព្រាមនោះពួកម្រែងកងវងនិយាយសួរគាត់មិនយករបស់ដែលថាសែនឲ្យនឹងមិនយកមកសែនបងភីគៀងស្លុតបាត់មាត់បាត់កោរត់ទៅឃ្លុំភួយញ័រដូចកូនសត្វប្រោទឹកភ្លៀងព្រឹកឡើងក៏ងើបស្រវេស្រវាធ្វើមន់មួយក្បាលដាក់សែនឲ្យគេដោយចាប់ពីពេលនោះមកបងភីថាមិនមានអ្នកណាមករកគាត់ទៀតទេហើយគាត់ក៏លែងហ៊ានដឹកគោទៅព្រៃនោះទៀតដែរបើសិនជាបងប្អូនជាបងភីឃើញស្រស់អញ្ចឹងបងប្អូនគួរនិយាយថាម៉េចអរគុណសម្រាប់ការស្ដាប់នៅក្នុងភាគមួយនេះជួបគ្នានៅភាគបន្តទៀតសូមអរគុណ